ជាបឋមសូមគោរពហើយនឹងជំរាបសួរទៅដល់ពុកម៉ែបងប្អូនប្រជាកសិករដែលប្រកបមុខរបរធ្វើកសិកម្មទាំងអស់គ្នាបាទបងប្អូនថ្ងៃនេះខ្ញុំបាទបានមកមើលនៅចំការដំឡូងហើយនឹងចំការពោតរបស់ខ្ញុំបាទថាតើក្រោយពីមេឃភ្លៀងធ្លាក់វាទៅជាយ៉ាងណាបាទបន្ទាប់ពីខ្ញុំបានមកឃើញមកដល់ចំការខ្ញុំបានឃើញថាបន្ទាប់ពីមេឃភ្លៀងធ្លាក់មួយមេយ៉ាងធំមកទឹកភ្នំបានហូរចុះពីលើភ្នំបណ្ដាលឲ្យទាំងពោតទាំងដំឡូងហូរច្រោះបាទទៅតាមទឹកអស់មួយចំនួនតូចផងដែរបាទនេះខាងក្រោយខ្ញុំនេះគឺជាដំណាំដំឡូងរបស់ខ្ញុំបាទហើយពីវីដេអូមុនខ្ញុំថតនៅខាងដំណាំពោតអញ្ចឹងឃើញថាដំណាំពោតគឺតិចទឹកពីភ្នំមកហូរឡើងលិចអស់អមួយចំនួនផងដែរសម្រាប់ឯចំការដំឡូងរបស់ខ្ញុំបាទក៏មានកន្លែងផលប៉ះពាល់ដែរគឺមានកន្លែងទឹកដក់បាទហើយមានកន្លែងទឹកដែលហូរអូសបណ្ដាលឲ្យដំឡូងដួលរៀបតែម្ដងបាទគឺវាហូរមកពីលើភ្នំខាងនោះបណ្ដាលឲ្យទឹកវាហូរខ្លាំងអញ្ចឹងវាបានហូរអូសដំណាំដំឡូងហើយនិងដំណាំពោតអស់មួយចំនួនផងដែរនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៅក្នុងចំការរបស់ខ្ញុំបាទហើយដំឡូងខ្ញុំបាទនេះក៏មើលទៅថាឃើញថាសុទ្ធតែស្មៅផងដែរអញ្ចឹងដល់ពេលដែលយើងត្រូវធ្វើស្មៅឬក៏បាញ់ថ្នាំដើម្បីសម្លាប់ស្មៅហើយបាទអញ្ចឹងរងចាំពេលវេលាមួយដែលស័ក្តិសមបាទខ្ញុំនឹងត្រឡប់មកធ្វើស្មៅដំឡូងហើយនឹងស្មៅពោតរបស់ខ្ញុំបាទឲ្យវាស្អាត